បាទយើងសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានឱកាសចុះមកកន្លែងសហគមន៍សម្បូរមានជ័យសហគមន៍កសិកម្មសម្បូរមានជ័យដែលយើងបានទទួលគម្រោង51ខ្នងដែលធ្វើទស្សនាជូនទៅដល់សហគមន៍អានេះគឺជាវឌ្ឍនភាពដែលពួកយើងកំពុងតែធ្វើបាទអញ្ចឹងគាត់ចង់មកបង្ហាញគំរូដែលយើងកំពុងតែទទួលគម្រោងនេះហើយយើងកំពុងតែធ្វើហើយយើងនឹងគ្រោងសហការគ្នាដើម្បីផលិតបន្លែដើម្បីឲ្យបានមានគុណភាពជាមួយនឹងស្របជាមួយនឹងទីផ្សារអញ្ចឹងយើងបានសហការជាមួយគ្នាកន្លងមកដោយមានគម្រោងដំបូងគឺបានតិចតួចដែរ 4-5 ខ្នងហើយសហគមន៍នេះបើមែនតើគោលដៅធំរបស់គាត់គឺពាក់ព័ន្ធជាមួយនឹងគល់ខីបាទប៉ុន្តែដើម្បីគាត់អត់ធ្វើតែមួយមុខទេគាត់បន្ថែមពាក់ព័ន្ធនឹងបន្លែចឹងបានការសហការជាមួយក្រសួងកសិកម្មហើយនឹងមន្ទីរកសិកម្មខេត្តកំពង់ចាមនេះគឺបានទទួលគម្រោង51ខ្នងដើម្បីកែប្រែទីតាំងនេះคล้ายទៅជាកន្លែងដែលផលិតបន្លែដែលមានគុណភាពហើយស្តង់ដារហើយក៏ផ្គត់ផ្គង់ទៅដល់ខាងផ្សារហូយយន្តផងដែរអញ្ចឹងក៏ចង់ជម្រាបជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនដែលមានគម្រោងហើយនឹងពាក់ព័ន្ធជាមួយនឹងធ្វើបន្លែសុវត្ថិភាពដែលត្រូវការផ្ទះសំណាញ់អីហ្នឹងខាងហូយយន្តគឺយើងស្វាគមន៍ជានិច្ចជាមួយនឹងការដែលជួយសហការយើងមានទីផ្សារហើយយើងអាចផលិតនិងផ្ទះសំណាញ់ជូនដល់ពុកម៉ែបងប្អូនហើយធ្វើយ៉ាងម៉េចវិវត្តវិស័យកសិកម្មយើងឲ្យទៅជាវិស័យកសិកម្មបែបទំនើបមានសុវត្ថិភាពសម្រាប់ការទទួលទានពីព្រោះឥឡូវគឺយើងសំខាន់មែនទែនមករយៈនេះឃើញថាការគាំទ្រតាមរយៈដែលបន្លែនៅក្នុងស្រុករបស់យើងហើយបើសិនជាយើងផលិតបានច្រើនអានឹងហើយដែលយើងអាចកាត់បន្ថយការនាំចូលអញ្ចឹងពុកម៉ែបងប្អូនសូមឲ្យធ្វើការគាំទ្រនៅបន្លែដែលមានសុវត្ថិភាពនៅក្នុងដាំក្នុងផ្ទះសំណាញ់ពួកយើងដឹងហើយថានៅពេលដែលយើងដាំក្នុងផ្ទះសំណាញ់ចំណុចសំខាន់ជាងគេបំផុតគឺពាក់ព័ន្ធជាមួយនឹងយើងកាត់បន្ថយការប្រើប្រាស់ថ្នាំស្អីសពបែបសពយ៉ាងទាំងអស់ហ្នឹងអញ្ចឹងគឺគេហៅថាបន្លែសុវត្ថិភាពបាទហើយយើងពិតថាយើងអាចដាំបានរៀងរាល់ខែដោយមិនគិតរដូវក្តៅឬក៏រដូវភ្លៀងទេបាទអញ្ចឹងគឺជាកន្លែងនេះយើងឃើញថាការវិវត្តវិស័យកសិកម្មផ្នែកខាងបន្លែគឺយើងមានតែរឿងការដាំនៅក្នុងផ្ទះសំណាញ់ដែលយើងអាចទទួលនៅគុណភាពល្អហើយនឹងអាចផ្គត់ផ្គង់ទីផ្សាររៀងរាល់ខែតែម្ដងរាល់រដូវពីព្រោះកន្លងមកដែលយើងតែងតែដាំនៅខាងក្រៅហ្នឹងយើងមានបញ្ហានៅពេលខែភ្លៀងខ្លាំងពុកម៉ែបងប្អូនអាចដាំបានទេហើយបើក្តៅខ្លាំងក៏ពុកម៉ែបងប្អូនដាំក៏អត់បានដែរដើម្បីដោះស្រាយបញ្ហាដែលយើងចង់បានគ្រប់រដូវគ្រប់ពេលគ្រប់ខែគ្រប់វេលាហ្នឹងគឺមានការដាំផ្ទះសំណាញ់អញ្ចឹងវិស័យកសិកម្មនៅស្រុកខ្មែរយើងកំពុងតែវិវត្តពីគ្រប់សហគមន៍ទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងដាំបន្លែនេះយើងឃើញថាកំពុងតែផលផុសដាំនៅក្នុងផ្ទះសំណាញ់អញ្ចឹងនៅពេលដែលចាប់ដាំផ្ទះសំណាញ់ហូយយន្តស្វាគមន៍ក្នុងការពិភាក្សាទៅលើបច្ចេកទេសនៃការដាំពីព្រោះយើងមានបទពិសោធន៍ច្រើនផ្នែកខាងជីផ្នែកខាងដំណាំឥឡូវគឺយើងមកជួយដល់ពុកម៉ែបងប្អូនផ្នែកខាងបន្លែទៀតយើងមានទីផ្សារហើយយើងផលិតផ្ទះសំណាញ់ជូនទៅទៀតអញ្ចឹងបច្ចេកទេសទាំងអស់ហ្នឹងគឺយើងរួមគ្នាហើយរហូតដល់ដៃគូដើម្បីយើងធ្វើកិច្ចការជាមួយគ្នាតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនដែលគាំទ្របន្លែនៅផ្សារហូយយន្តអាចជួយគាំបន្តនៃការគាំទ្រដើម្បីកាត់បន្ថយការនាំចូលបន្លែទាំងអស់ហ្នឹងគឺយើងមានតែរួមគ្នាដាំផលិតឲ្យបានច្រើនបើបងប្អូនខ្វះបច្ចេកទេសអាចតាក់ទងមកប្រឹក្សាជាមួយគ្នាបងប្អូនខ្វះពាក់ព័ន្ធនឹងទីផ្សារអាចវិភាគសារជាមួយគ្នាមកដើម្បីយើងរួមគ្នាយើងធ្វើយ៉ាងម៉េចដើម្បីឲ្យវិស័យកសិកម្មរបស់យើងរីកចម្រើនហើយពិតជាអាចគាំទ្រផ្គត់ផ្គង់នៅក្នុងស្រុកយើងបានបាទអញ្ចឹងបងប្អូនអាចតាក់ទងព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទខ្ញុំនឹងដាក់ជូនហើយយើងអាចពិភាក្សាបើសិនជាបងប្អូនឬក៏ខាងសហគមន៍នៅក្នុងស្រុកខ្មែរយើងចង់ធ្វើវិស័យកសិកម្មពាក់ព័ន្ធជាមួយបន្លែហ្នឹងពួកយើងស្វាគមន៍ពិភាក្សាជាមួយគ្នាឬក៏តាមលក្ខណៈគ្រួសារក៏យើងអាចផ្គត់ផ្គង់ជូនបានដែរបាទសូមអរគុណ